បេះគួយទៀតហើយបងប្អូនតនេពីការងារសាទឹកមានតែបេះគួយទេនេះជាស្ថានភាពដែលយើងតែបេះគួយបាទជម្រាបសួរបងប្អូនអរគ្នាយើងចេញទៅបេះគួយពីព្រឹកទៅហើយខ្ញុំដាក់ធំទៅ4ហើយលើកនេះមិនទៅតែឯងទេវាទៅគ្នា4នាក់ជិះម៉ូតូទៅឯងអា3នាក់ទៀតវារត់វាអត់ចេះជិះម៉ូតូយ៉ាងនេះទៅឲ្យវារត់ហើយផ្លូវទៅបេះគួយមិនស្រួលទេផ្លូវគួយយន្តកាត់ព្រៃឆ្ងាយដែរហើយចូល8គីឡូហើយបន្ទាប់ពីជិះម៉ូតូរញ៉េមកយើងមកដល់កន្លែងគួយហើយនេះព្រៃធំហើយខ្ញុំចាប់ដើមរៀបធំរៀបយកម៉ូតូទុកហើយរកមើលបន្លាស់នៅត្រូវទៅកន្លែងដែលយើងស្គាល់បេះគួយមិនចេះទៅទេតើយើងស្គាល់ដែរបើសិនជាយើងអត់ស្គាល់ទេក៏អត់បេះបានដែរតែខ្ញុំស្គាល់កន្លែងគួយអញ្ចឹងខ្ញុំទៅរកកន្លែងដែលមានដែរដល់ចំដើមដែលមានដែរយើងមិនចេះតែព្រាវទេបើមិនចាំយកទៅព្រាវហើយចាំបានទេចេញពីកន្លែងដាំតោហើយជា50ម៉ែត្រទេដល់គួយហើយសម្រាប់បងប្អូនដែលចង់ទៅបេះគួយអីអាចឆាតមកខ្ញុំបានអាចខ្ញុំនាំទៅព្រាវបានជិះគ្នាព្រោះខ្ញុំទៅតែឯងទេខ្ញុំកំពុងតែរៀបចំតក់ធំមកឲ្យធំលើខ្ញុំថាហ្នឹងយកមក4គ្នាតែឯងទៅយកធំមក4មិនធម្មតាទេយើងឃើញដើមគួយហើយនេះយើងកំពុងតែរៀបចំមើលទៅលើស្លឹមហើយចូលកម្ពស់30ម៉ែត្រជាងហើយឡើងបេះគួយយើងអាចបេះតម្លាក់ទេបើសិនយើងបេះតម្លាក់វានឹងខូចអញ្ចឹងយើងត្រូវចងធំដាក់នឹងចង្កេះមកហើយយើងឡើងទៅហើយឡើងតាមគួយយើងមិនឡើងតាមវត្តតែទេយើងត្រូវឡើងតាមវត្តដែលជាប់ដើមបានជាប់ប៉ុណ្្នឹងទេក៏រួចទេបើសិនជាអ្នកអត់ចេះឡើងក៏បានឡើងណាចាំដោយសារខ្ញុំធ្លាប់ឡើងតាំងពីក្មេងមកហើយឡើងបែបនេះមិនទៅប្រហែលទេដើមនេះធំដែរហើយខ្ពស់ប្រភេទដើមចំមាស់ដើមកសែកដោយបានឃើញក្នុងវីដេអូនេះអញ្ចឹងការឡើងដើមគួយមិនស្រួលទេហើយបើសិនជាអ្នកស្នាដៃមិននឹងណអីអាចនឹងគ្រោះថ្នាក់យើងទៅឡើងទៅលើពោះយើងងាកមកក្រោមថៃអាចនឹងស្លាប់អាចធ្លាក់ឡើយយើងឡើងមកដល់ចុងហើយទៅឡើងគេណាតែខ្ចីហើយធំចាប់តាមរៀបដាក់ព្យួរស្រួលយើងបេះដាក់មើលដល់ឃើញផ្លែហើយសាផ្លែមានចិត្តទុំខ្លះខ្ញុំបង្ហាញអញ្ចឹងយើងឡើងមកដល់លើខ្ញុំអត់ហ៊ានថតទៅក្រោមនេះតែខ្ពស់ពេកក៏បានថតព្រោះដើមនេះខ្ពស់ជាងគេហើយបើសិនជាមានអ្នកចង់ទៅបេះគួយអាចឆាតខ្ញុំបានថ្ងៃប្រហោះថ្ងៃសុក្រនេះខ្ញុំទៅបេះទៀតហើយចិត្តផុតដៃហើយសម្រាប់អ្នកចង់កំងគួយកំងនេះអាចកំងនេះតើវាចង់វិញយើងចាក់ពេញធំមកហើយ
បេះជាង1ម៉ោងទៅបានមកធំទេมันស្រួលប្រហែលទេហើយកុយថ្ងៃនេះបានធំល្អនៅ3ធំទៀតបងតារកប្រឡាស់បេះតែអីទេភាសាយើងបកែបេះដែរបើសិនជាយើងមិនបកែបេះទោះបីជាពុយច្រើនប៉ុណ្ណាក៏បេះបានឥឡូវយើងបានចិត្ត4ធំហើយខ្ញុំកំពុងតែរកមើលបន្ថែមដើម្បីដាក់ពេញធំហើយបានថតហាងទៀតទេយើងមកដល់ផ្ទះហើយទៅរៀបចំចែកចាយទៅអ្នកដែលគាត់កំងនេះត្រូវថតខ្លះ